ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះមកបង្ហាញបាទរុក្ខជាតិមួយដែលងាយស្រួលដាំដោះទេបាទរុក្ខជាតិមួយនេះប៉ុន្តែគ្រាន់តែថាងាយស្រួលមែនបើសិនតែយើងមិនដឹងក្បួននៃការថែទាំវាក៏ពិបាកដែរបាទនេះគឺដើមចំបៃការចំបៃបងប្អូនដែលយើងកាត់ចោលណាបាទនេះឃើញទេបងប្អូនចំបៃបាទហើយមើលនៅពេលដែលយើងកាត់ចោលចេះបងប្អូនចេះដោះដែរនេះមើលហើយមើលមានតែដោតនឹងដីណាដាក់លើដីហើយក្តៅហែងអត់មាននេះឃើញទេមានណាបងប្អូននេះចេះដោះដែរចេញផ្កាចេញអីណានោះហើយបើសិនជាគេដាំវិញដាក់ជីដាក់អីអត់ចង់ដោះទេតែបោះចោលchứល្អនេះគេទៅណារបស់ធម្មជាតិមិនបាច់មនុស្សថែចេះមើលចោលឲ្យក្នុងដីតនេចេះបងប្អូនដោះឲ្យតែព្រាតបាទចឹងដើមចំបៃបងប្អូនចឹងបានស្គាល់ហើយបាទភាសាអង់គ្លេសគេហៅ Frangipani បាទចឹងវិធីនៃការថែទាំវាងាយស្រួលទេមើលចេញផ្កានេះដល់ពេលយើងយកទៅដាំនោះខ្ញុំដាំប្រហែលប្រហែលជា20ដើមងាយដូរនេះតែនេះមកទុកចោលនោះដែរបាទទៅហើយរុក្ខជាតិនេះជ័រច្រើនណាបងប្អូនជ័រច្រើនអញ្ចឹងវាមានជ័រច្រើនអញ្ចឹងវាងាយស្រួលដាំទេបាទងាយស្រួលកាត់បន្តោះនិយាយអីចឹងទេបាទអញ្ចឹងផ្កាចំបៃហើយចំពោះផ្កាចំបៃនេះបាទនិយាយពីរុក្ខជាតិនេះគឺវាទីតាំងដែលវាត្រូវនៅគឺក្តៅខ្លាំងបាទហើយដីគឺអត់រេះទេបាទបើដីជីខ្លាំងក៏មិនសូវល្អដែរអាចឲ្យលួយធម្មតាដីខ្សាច់អីធម្មតាទៅបាទហើយមួយទៀតបើនិយាយផ្នែកផ្កាហើយផ្នែកជ័រផ្នែកឱសថវិញប្រើជាថ្នាំឈឺធ្មេញណាបាទតែបើជាប្រភេទថ្នាំអ្នកដែលបងប្អូនដែលមានបញ្ហាឈឺចាប់ធ្មេញចាញបាទកុំភ្លេចណាបងប្អូនអានេះកែណាបាទហើយខាងខ្ញុំនេះអនុវត្តជាក់ស្ដែងហើយបាទទាំងការងារក្រុមការងារខ្ញុំបុគ្គលិកខ្ញុំអីហ្នឹងបាទសាតែគាត់ប្រើបាទនៅពេលដែលគាត់ឈឺធ្មេញបាទជួយល្អតើបងប្អូនអត់ប៉ះពាល់សុខភាពទេបាទអត់ប៉ះពាល់សុខភាពទេវាជួយកាពះពោះវៀនផងដែរណារុក្ខជាតិនេះបាទហើយជាពិសេសហ្នឹងឈឺធ្មេញឈាមចាញឈឺចុកចាប់ធ្មេញបាទដេកអត់លក់បអត់លហើយឈឺធ្មេញនេះមិនធម្មតាទេបងប្អូនអើយចុកពឺតផ្សាបាទហើយទ្រាំបានបកាច់បកិនបាទហើមចាញធ្មេញជាដើមបាទអាហ្នឹងចំបៃបាទផ្កាចំបៃហើយចំប៉ាផ្សេងទៀតចំប៉ាសក្អូបបាទតែគេយកទៅចងសក់ចងឲ្យវាក្អូបណាបាទអញ្ចឹងទេចំពោះរុក្ខជាតិនេះងាយស្រួលដាំទេបាទហើយចំពោះផ្កាបើនិយាយផ្កាវិញគេថ្លឹងគីឡូលក់បងប្អូនផ្កាវាបាទហើយហ្នឹងហើយគេយកធ្វើទៀនធ្វើធូបបាទយកទៅហាលឲ្យស្ងួតឬក៏កិនធ្វើធូបធ្វើអីជាដើមបាទមានគេទិញដែរបាទអញ្ចឹងអរគុណច្រើនណាបងប្អូនចាំលែកចំណេះដឹងចំបៃបាទផ្កាចំបៃ Frangipani plant ឬក៏ Frangipani flowers បាទអញ្ចឹងបងប្អូនបានស្គាល់ហើយបាទអរគុណ